សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញអ្នកទាំងអស់គ្នាអំពីការ install SendOS នៅលើ Windows ជាបន្ទាប់យើងចូលមកកាន់Firefox មកហើយយើងបាយពាក្យ SendOS download មកគឺវានៅខាងលើនឹងហើយយើងចុច click លើវាទៅដើម្បី download នៅ file IFO របស់យើងត្រូវ download នៅ file IFO លេខ10យើងចុច click យកលេខ10នឹងមកបន្តមកយើងចុច download វាទៅឥឡូវនេះខ្ញុំកំពុងតែ download វាហើយឥឡូវ download វាហើយនេះគឺជា file IFO របស់ខ្ញុំបន្តមកយើងចូលមកកាន់ VMware របស់យើងមកយើងយក create new visualization បន្ទាប់មកយើងចុចពាក្យថា next ទៅនេះគឺយើងចូលមកកាន់ browser ដើម្បីចូលទៅយកនៅ file IFO របស់យើងយើងយកវាហើយបន្ទាប់មកយើងចុច next បន្តទៀតទៅទីនេះគឺយើងត្រូវការដាក់ឈ្មោះគឺយើងដាក់អីក៏បានដែរតាមយើងហើយយើងអញ្ចឹងខ្ញុំដាក់តេស្តទៅហើយនេះដាក់ឈ្មោះខ្ញុំបន្ទាប់មកនេះគឺខ្ញុំដាក់ password របស់ខ្ញុំគឺដាក់រៀងខ្លីដែរទេកុំឲ្យពិបាកភ្លេចនៅពេលក្រោយបន្ទាប់ពីយើងដាក់ password ហើយយើងចុច next បន្តទៀតទៅមកដល់ត្រង់នេះគឺយើងដាក់ឈ្មោះអីក៏ដាក់ទៅសម្រាប់ខ្ញុំដាក់ឈ្មោះ test SendOS test ចុះហើយបន្ទាប់មកខ្ញុំចុច next បន្ទាប់មកទីនេះខ្ញុំជ្រើសយកទី1បន្ទាប់ពីខ្ញុំរើសហើយខ្ញុំចុចពាក្យ next បន្ទាប់ពី next ហើយត្រង់នេះគឺគេតម្រូវឲ្យយើង customize សម្រាប់យើងចង់រើសម៉ានក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំមកជ្រើសយក4ចុះបន្ទាប់ពីខ្ញុំជ្រើសរួចហើយគឺខ្ញុំ close វាទៅបន្ទាប់មកគឺខ្ញុំ finish បន្ទាប់ពីយើងចុច finish ហើយគឺវាចូលទៅកាន់ម៉ាស៊ីនរបស់យើងហើយអញ្ចឹងយើងរងចាំវា install ពេញទៅនេះពេលវា install ពេញហើយអញ្ចឹងយើងកន្លែងនេះក៏ឲ្យយើងរើសយកភាសាយើងរើសយកភាសាអង់គ្លេសចោះដល់ពេលយើងចុចយើងជ្រើសរើសយកភាសាអង់គ្លេសហើយយើងចុចពាក្យថា continue បន្ទាប់ពីយើងចុច continue ហើយវានឹងចូលឲ្យយើងបង្កើតនៅនិយាយទៅពួកក្រហមហ្នឹងគេតម្រូវឲ្យយើងបង្កើតមកយើងត្រូវបង្កើតវាមួយអញ្ចឹងគឺខ្ញុំចូលទៅបង្កើតវាទៅខ្ញុំចុច click លើកន្លែងក្រហមនោះមកហើយខ្ញុំជ្រើសរើសយកកន្លែងនេះខ្ញុំជ្រើសរើសយក RAM របស់ខ្ញុំនៅសល់ 20G អញ្ចឹងខ្ញុំចុចជ្រើសរើសហើយខ្ញុំអត់មានត្រូវធ្វើអីទៀតទេគឺខ្ញុំចុច down ហ្មងទៅយើងធ្វើហើយយើងចូលមកកាន់ reset password ហើយត្រង់នេះគឺយើងបញ្ចូលនៅ password របស់យើងទៅយើងបញ្ចូលមិនក៏បានដែរតែយើងស្រួលចាំអញ្ចឹងណាខ្លីក៏បានវែងក៏បានអញ្ចឹងណាបន្ទាប់ពីយើងបញ្ចូលនៅ password របស់យើងហើយគឺខាងក្រោមនេះក៏យើងត្រូវបញ្ចូលនៅ password ដូចខាងលើអញ្ចឹងណាយើងបញ្ចូលហើយគឺយើងចុច tick យកខាងក្រោមមកបន្ទាប់ពី tick ហើយគឺយើងចុចដានចុះអាហ្នឹងគឺរួចហើយអញ្ចឹងយើងចូលទៅកាន់បង្កើតនៅ user ម្ដងចុច click យកលើ user មកត្រង់នេះគឺយើងត្រូវដាក់ឈ្មោះរបស់យើងមកហើយបន្ទាប់ដាក់ឈ្មោះហើយគឺត្រង់នេះយើងត្រូវបញ្ចូល password ដូចគ្នាដូចខ្ញុំនិយាយចឹង password យើងត្រូវបញ្ចូលមិនក៏បានដែរឲ្យតែយើងងាយស្រួលចាំចឹងណាខាងក្រោមយើង confirm ម្ដងទៀតនៅ password របស់យើងចឹងណានៅពេលដែលយើង confirm នៅពេលដែលយើងហើយគឺយើងចុច tick យកឲ្យលើមួយទៀតមកយើងចុច tick ហើយយើងហើយអញ្ចឹងយើងចុចដានមកបន្ទាប់មកគឺយើងត្រូវចូលទៅកាន់ software យើងយក server បន្ទាប់ពីយើងយក server មកគឺយើងបាច់ជ្រើសអីទៀតយើងចុចដានយកហ្មងទៅបន្ទាប់មកគឺយើងចុច install វាហ្មងទៅសូមចាំបន្តិចយើងត្រូវចាំវារហូតដល់វា install ពេញឥឡូវនេះយើង install វាពេញហើយយើងចុចប៊ូតុងខាងក្រោមខៀវនោះមកយើងចុចវាហើយគឺវាចូលមកកន្លែងនេះហើយ
ដើម្បី install ទៀតចឹងណានៅពេលដែលវា install ពេញគឺយើងជោគជ័យអីនៅការ install នៅ CentOS របស់យើងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងសូមអរគុណ